រឿងម្ដាយអត់ព្រៃណែនាងក្តាអញអីក៏ឆ្លើយម៉េះនាងឯងខ្លាំងមែនបានជាយើងនិយាយជាមួយឯងហើយបានជាឯងមិននិយាយរកយើងនាងឯងដឹងអត់ថាប៉ាយើងជាអ្នកណាប៉ាឯងជាអ្នកណាខ្ញុំមិនខ្វល់ទេលែងឲ្យខ្ញុំតែនាងកូនអ្នកក្រនៅក្នុងថ្នាក់នេះគ្មានអ្នកណាគេចង់រកកូនអ្នកក្រដូចជានាងទេអញ្ចឹងឲ្យចេះត្រូវគេខ្លះផកខ្ញុំនឹងចេញពីទីនេះខ្ញុំលេងនៅជាមួយឪវាឯងហើយខ្ញុំហត់នឿយនឹងជីវភាពស៊ីព្រឹកខ្វះល្ងាចជាមួយឪវាយើងហត់ក្នុងការរស់នៅក្នុងជីវភាពដ៏សែនលំបាកតោកយ៉ាក់នេះណាអញ្ជើញឯងនឹងពុកឯងណារស់នៅជាមួយជីវភាពនេះបន្តទៀតចុះយើងទៅហើយមិនបាច់ខាត់យើងទេចាប់សិនម៉ែកំតែចោលគាត់ធ្វើអូយមកហើយហើយថ្ងៃហ្នឹងបានលុយប្រហែលដែរថ្ងៃហ្នឹងមិនសូវមានអ្នកជីកទេឯងអើយបានលុយប្រហែលជា 20,000 រៀលទេ20,000ក៏ឲ្យមកម៉េចចង់កាប់កេងទៅណាលុយខ្ញុំគង់តែឲ្យទេតែឲ្យខ្ញុំឈុំម៉ូតូឲ្យបានស្រួលបួលសិនមើលម៉ែវាហើយខ្ញុំរាល់ថ្ងៃណាវាសំណោះខ្លួនអើយសែនសំណោះស្អីអស់គេណាប្តីគេឲ្យលុយទិញមាសទិញពេជ្រពាក់ឡើងច្រែកខ្លួនគេមានលុយគេដើរទិញខោអាវផឹកស៊ីសបាយប៉ុន្តែខ្ញុំវិញណារកពាក់តែមួយហ៊ុនមកលៀងជាប់នឹងខ្លួននឹងគេគ្មានផងកុំរអ៊ូអីម៉ែវាចាំខ្ញុំរកបានខ្ញុំនឹងទិញឲ្យម៉ែវាឯងពាក់តែឥឡូវនេះយើងកំពុងតែអត់ខ្ញុំមកនៅជាមួយឪវាឯង18ឆ្នាំហើយមិនដែលមានពាក្យថាចាយស្រួលអាម៉េចទេរកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹកការនោះណាបើខ្ញុំមិនល្ងងរត់តាមឯងមកទេម្ល៉េះជីវិតខ្ញុំពេលនេះរស់នៅបានសុខសាន្តបាត់ទៅហើយមិនមែនមកក្រលំបាកជាមួយប្តីពិការដូចជាឪវាឯងអញ្ចឹងទេឲ្យខ្ញុំសុំទោសណាម៉ែវាដែលយកឯងឲ្យមកលំបាកជាមួយម៉ែវាឯងទ្រាំបន្តិចទៅណាខ្ញុំជឿថាបើយើងខំរវាមិនដែលក្ររហូតទេទ្រឹស្ដីណាស់បើបានទ្រឹស្ដីអញ្ចឹងហើយណាធ្វើឲ្យវាបានផងទៅកុំបានតែមាត់ណ៎អង្គអស់ស៊ីហើយរួចលុយនឹងនៅក្តាប់ស្អិតដល់ណាទៀតណាមិនក៏មិនឲ្យមកយ៉ៃខ្ញុំមិនយកទៅណាទេមួយថ្ងៃបាន 20,000 ដឹងធ្វើស្អីចេញទេគ្រាន់តែទៅកក់សក់លៀបកញ្ចក់នឹងវាមិនគ្រប់ផងលុយនឹងយកទៅទិញកសិនទៅឯងកុំអាចគិតអារឿងលៀបកញ្ចក់នឹងអីចាំស្អែករកបានទៀតចាំតែធ្វើទៅមិនបាច់ចេះមកបដៅខ្ញុំទេខ្ញុំចេះចាត់ចែងហើយទូនាទីឯងដឹងតែពីខំរកលុយទៅមួយថ្ងៃបាន 20,000 មិនដឹងជាការណាមានដូចគេទេព្រះអង្គអើយយើងស៊ូជាមួយគ្នាបន្តិចទៅឯងអើយខ្ញុំជាអ្នករឯងជាអ្នកទុកមិនយូរទេយើងនឹងមានបានដូចគេហើយចាអញ្ចឹងនៅស៊ូតែម្នាក់ឯងទៅខ្ញុំគ្មានសមត្ថភាពស៊ូដូចឪវាឯងទេខ្ញុំទៅដេកហើយហត់ណាស់អើយត្រូវខ្ញុំមិនគួរណានាំម៉ែវាឯងមកលំបាកជាមួយនឹងមនុស្សពិការដូចជាខ្ញុំនេះទេមានរឿងអីពុកមិនបានចាំម៉ែស្រែកលោឡាខ្លាំងម្លេះមិនក៏គាត់ស្រែកដាក់ពងចឹងមិនអីទេកូនម៉ែកូនដូចតែរាល់ដងនឹងម៉ែកូនប្រហែលជាហត់នឿយនឹងជីវិតក្រលំបាកនេះហើយជីវិតម៉ែកូនគួរណាស់តែបានសនុកសុខស្រួលជាងនេះពេលនោះបើពុកមិនគ្រោះថ្នាក់ចរាចរណ៍ត្រូវកាត់ខាងទេម្លេះពេលនេះគ្រួសារយើងក៏មិនលំបាកចឹងដែរពុកនឹងមានការងារល្អធ្វើកូនក៏រៀនបានច្រើនឲ្យពុកសុំទោសណាកូនគ្រប់យ៉ាងគឺមកពីពុកទាំងអស់ហើយពុកកុំកាត់ចានចឹងអីរាល់ថ្ងៃនេះពុកជាមនុស្សល្អបំផុតសម្រាប់កូនហើយកូនសំណាងណាស់ដែលបានកើតមកជាកូនពុកពេលកូនរៀនចប់កូននឹងប្រឹងធ្វើការរកលុយមកចិញ្ចឹមពុកនិងម៉ែពុកកុំពិបាកចិត្តអីណាហើយរឿងម៉ែចាំពេលដែលម៉ែបាត់ខឹងកូននឹងតែនិយាយលងគាត់កូនពុកឥឡូវធំហើយចេះគិតគូរបានវែងឆ្ងាយណាស់ចាពុកអញ្ចឹងកូនទៅរៀនហើយខំរៀនណាកូនកុំឲ្យពុកម៉ែខកចិត្តឆ្នាំនេះប្រឡងបាក់លុបផងណាចាពុកកូននឹងមិនធ្វើឲ្យពុកម៉ែខកបំណងចំពោះកូនទេបើត្រូវការលុយរៀនគួរអីចាំប្រាប់ពុកណាកូនចាពុកអញ្ចឹងកូនទៅហើយណាពួកឯងមកហើយនាងកូនអ្នករត់ម៉ូតូដប់ណាណែហើយឲ្យវាកបត់ដៃមកខាងទៀតណោះហើយធ្វើចរិតក៏ធ្វើដូចខ្លួនឯងកូនអ្នកថ្លៃថ្នូរអញ្ចឹងឆ្លេញណាស់វ៉ៃណែនាងក្តាឯងអីក៏ឆ្លេញម៉េះនាងឯងខ្លាំងមែនបានជាយើងនិយាយជាមួយឯងហើយបានជាឯងមិននិយាយរកយើងនាងឯងដឹងអត់ថាប៉ាយើងជាអ្នកណាហីប៉ាឯងជាអ្នកណាខ្ញុំមិនខ្វល់ទេលែងឲ្យខ្ញុំទៅខ្ញុំគ្មានពេលឆ្លោះជាមួយអញទេហីកុំក្រាន់បើពេកនាងកូនអ្នកក្រនៅក្នុងថ្នាក់នេះគ្មានអ្នកណាគេចង់រាប់រកកូនអ្នកក្រដូចជានាងទេអញ្ចឹងឲ្យចេះត្រូវគេខ្លះផងក្រែងមានតែរាប់រកខ្លះម៉ែវានេះម៉ែវាឯងរៀបចំខោអាវប្រុងទៅណានឹង
ខ្ញុំនឹងចេញពីទីនេះខ្ញុំលេងនៅជាមួយឪវាឯងហើយខ្ញុំហត់នឿយនឹងជីវភាពស៊ីព្រឹកខ្វះល្ងាចជាមួយឪវាឯងណាយល់ទេមានរឿងអីពួកយើងអាចនិយាយគ្នាសិនបានម៉ែវាឯងកុំឆេវឆាវអីបានទេអាណិតដល់កូនយើងផងណាបាទរវល់តែអាណិតវាណាជីវិតខ្ញុំទៅជាយ៉ាងណាខ្ញុំបង្កើតក្បាលវាមកឲ្យស្គាល់ពលឺថ្ងៃប៉ុណ្ណេះណាវាគុណបុណ្យពេកទៅហើយខ្ញុំសូមវល់ណាម៉ែវាកុំទៅណាចោលខ្ញុំនឹងកូនអីខ្ញុំស្រឡាញ់ម៉ែវាឯងណាស់ដឹងទេបើម៉ែវាឯងទៅតើឲ្យខ្ញុំនឹងកូនរស់នៅយ៉ាងម៉េចទៅរស់អាម៉េចកាត់ក៏រស់ទៅខ្ញុំមិនខ្វល់ទេខ្ញុំទ្រាំរស់នៅជាមួយឪវាឯងណាជាង18ឆ្នាំនេះវាល្មមគ្រប់គ្រាន់ហើយដោះលែងខ្ញុំទៅកុំទាមទារខ្ញុំស្អិតដូចឆ្លើងពេកម៉ែពុកមានរឿងអីហ្នឹងធីតាកូនម៉ែឯងគេចង់ទៅចោលពួកយើងហើយកូនជួយខាត់ម៉ែកូនផងម៉ែនឹងម៉ែខឹងរឿងអីទៀតហើយយើងនិយាយគ្នាសិនទៅម៉ែកុំធ្វើចឹងអីណាម៉ែកូនសុំវល់ម៉ែមិនបាច់មកអង្វរយើងទេគ្រប់យ៉ាងមកពីអ្នកទាំងពីរនឹងហើយបានជាជីវិតយើងធ្លាក់ដល់សូន្យបែបនេះហើយយើងហត់ក្នុងការរស់នៅក្នុងជីវភាពដ៏សែនលំបាកតោកយ៉ាក់នេះណាអញ្ជើញឯងនិងពុកឯងណារស់នៅជាមួយជីវភាពនេះបន្តទៀតចុះយើងទៅហើយមិនបាច់ខាត់យើងទេចាប់សិនម៉ែកុំទៅចោលគាត់ធ្វើអីម៉ែមកវិញមកម៉ែពុកអើយម៉ែទៅហើយគាត់លែងត្រឡប់មកវិញទៀតហើយគាត់លែងត្រូវការយើងហើយបានទេពុកមិនអីទេកូនយ៉ាងណាក៏យើងមានពីរនាក់ឲ្យកូនដែរឲ្យម៉ែកូនទៅចុះកំហុសគ្រប់យ៉ាងគឺមកពីពុកកុំអត់ទៅខ្លួនឯងអីណាពុកណាក្រោយពីមីបុប្ផាចេញទៅធីតាក៏ប្រឡងបាក់ឌុបជាប់ត្រូវឡើងទៅរៀននៅទីក្រុងពូសុកក៏សម្រេចចិត្តទៅរស់នៅជាមួយកូននៅឯទីក្រុងនិងបន្តអាជីពជាអ្នករត់ម៉ូតូឌុបដដែលដើម្បីជីវភាពមិននៅទីក្រុងនេះត្រូវចំណាយច្រើនណាស់ងាកទៅណាក៏លុយដែរមិនដូចនៅស្រុកស្រែទេអាចដើរបេះបោចនេះបេះបោចនោះហូបត្រូវហើយកូនអញ្ចឹងយើងត្រូវតែចេះសន្សំសំចៃចាយវាយឲ្យមានរបៀបឮទេកូនហើយចុះរឿងរៀនសូត្រវិញយ៉ាងម៉េចទៅហើយរកសាលាបានហើយនៅកូនរកបានហើយពុកស្អែកនៅខាងសាលាគេបានវគ្គចូលរៀនថ្មីកូនក៏ទៅចូលរួមដែរអញ្ចឹងចាំស្អែកពុកនឹងជូនកូនទៅដាក់មុខសាលាហើយពុកហួសទៅរត់ម៉ូតូឌុបតែម្ដងចាពុកតែពុកជាម៉ូតូប្រយ័ត្នប្រយែងផងណាពុកនៅទីក្រុងនេះចង្អៀតសម្បូរឡានម៉ូតូណាមិនដូចនៅស្រុកស្រែយើងទេមិនអីទេកូនពុកដឹងហើយពុកកូនគិតចង់រកការងារក្រៅម៉ោងធ្វើកាញ់បានជួយសម្រាប់បន្ទប់ពុកខ្លះមិនបាច់ធ្វើទេកូនខំតែរៀនទៅឲ្យកូនធ្វើទៅពុកកូនធ្វើពេលកូនទំនេរពីការរៀនសូត្រអត់ប៉ះពាល់ដល់ការសិក្សាអីទេហើយចុះកូនចង់ធ្វើការងារអីក៏កូនធ្វើដែរពុកឲ្យទៅរកលុយបាននឹងមិនខុសច្បាប់ហើយមិនបាច់ធ្វើទេកូនឬមួយកូនអត់ទុកចិត្តពុកមែនកូនចង់បានបទពិសោធន៍ការងារនៅខាងក្រៅខ្លះដើម្បីពង្រឹងខ្លួនឯងព្រោះពេលរៀនចប់កូនអាចនឹងស្រួលរកការងារធ្វើណាមួយសិស្សដែលរៀនសកលមានជីវភាពខ្វះខាតឬអ្នកមកពីតាមខេត្តដូចជាពួកយើងសពតែអញ្ចឹងរៀនបណ្ដាធ្វើការងារបណ្ដាតាពុកបើកូនមានការងារធ្វើកូននឹងឲ្យពុកឈប់រត់ម៉ូតូឌុបទៀតហើយកូនមិនចង់ឲ្យពុកផ្សងនៅគ្រោះថ្នាក់នៅលើដងវិថីទេបើកូនចង់ធ្វើក៏ធ្វើចុះតែពុកមិនអាចបញ្ឈប់មុខរបររត់ម៉ូតូឌុបនេះបានទេបើពុកនៅរកកើតពុកនៅតែរអញ្ចឹងកូនកុំគិតច្រើនពេកណាចាពុកអញ្ចឹងតាមពុកចង់អញ្ចឹងកុំខ្វល់ច្រើនពេកកូនមិនអីទេពុកកូនប្រកែកណាចាពុកនៅក្រុមហ៊ុនយ៉ាងម៉េចហើយមករយៈនេះគ្មានបញ្ហាអីទេប៉ាគ្រប់យ៉ាងគឺរលូនធម្មតានេះក៏ព្រោះតែទំនាក់ទំនងយើងជាមួយនឹងគ្រួសារក្មួយវិចារាល្អទើបធ្វើឲ្យក្រុមហ៊ុនយើងនេះដើររលូនបែបនេះអញ្ចឹងឯងគួរតែយកចិត្តយកថ្លើមក្មួយវិចារាបន្តិចទៅថ្ងៃណាទំនេរហៅក្មួយវិចារាមកញ៉ាំបាយផ្ទះយើងមកពេលមកណាកូនអត់ទំនេរទេប៉ាកូនឆ្អែតហើយកូនសុំតែគេងមុនហើយឈប់សិនអង្គុយចុះប៉ាឲ្យឯងទៅស្និទ្ធស្នាលជាមួយនឹងវិចារាហេតុអីក៏ឯងរឹងចេះបែបនេះក្មួយវិចារាគេមានគ្រប់សពទាំងអស់ទាំងសម្រស់ទាំងទ្រព្យសម្បត្តិចំណែកឯឋានៈគ្រួសារគេក៏ល្អទៀតស័ក្តិសមជាមួយនឹងគ្រួសាររបស់យើងណាស់ប៉ុណ្ណឹងហើយឯងនៅមិនពេញចិត្តទៀតទេខ្ញុំអត់បានគិតដូចប៉ាទេចំណុចដែលប៉ានិយាយទាំងប្រមាណវាអត់សំខាន់សម្រាប់ខ្ញុំទេហើយអ្វីដែលសំខាន់នោះគឺខ្ញុំអត់មានអារម្មណ៍អីចំពោះវិចារាលើពីប្អូនស្រីទេ
ប៉ាឈប់បង្ខំខ្ញុំទៀតទៅយ៉ាងណាក៏ខ្ញុំនៅតែបដិសេធដដែលនឹងយើងមិនខ្វល់ថាឯងគិតបែបណាទេតែអាទិត្យនេះឯងត្រូវទៅនាំក្មួយវិជ្ជរាដើរលេងនេះជាបញ្ជារបស់ប៉ាហាមឯងបដិសេធដាច់ខាតបាទអញ្ចឹងខ្ញុំឡើងទៅលើហើយណែឡើងដាច់ខ្ញុំភ្លាមណា ពីការដូចឯងនឹងមានប្រពន្ធស្អាតដូចជាប្រពន្ធយើងអញ្ចឹងហ៎ហត់ណែយកទៅលើកក្រោយបើចង់សុំលុយគេណា ទៅលុយមែនទេទើបធ្វើឲ្យម៉ែវាឯងលែងស្គាល់ខ្ញុំជាប្តី មុននឹងមកដាក់ពាក្យហ្នឹងណាមានបាក់ភ្នែកមើលគេបិទប្រកាសទេថាគេឬភ្នែកអីខ្លះឬមើលមិនចេះអានអក្សរទេមើលទៅការតែងខ្លួនក៏ដឹងថាមកពីស្រែដែរអញ្ចឹងទីក្រុងពិតជាធំល្វឹងល្វើយណាស់តែហេតុអីពិបាករកការងារធ្វើយ៉ាងនេះពី3កន្លែងហើយសុទ្ធតែអាប់ខាងតិចពុកដល់សាលាកូនហើយនេះមិនសាលាដែលកូនរៀនអូយធំស្អាតណាស់កូនចាពុកនឹងឲ្យសាលាកូនធំស្អាតអញ្ចឹងតម្លៃក៏ថ្លៃគួរសមដែរមិនអីទេថ្លៃប្រហែលកុំខ្វល់ណាកូនខំតែរៀនទៅចាំពុកជាអ្នករលួយបងឲ្យហើយកុំភ្លេចត្រូវចេះមើលថែខ្លួនផងកុំផ្ដេសផ្ដាស់ដើរលេងតាមមិត្តភ័ក្តិឮទេចាកូនស្រីម្នាក់នេះនឹងស្ដាប់បញ្ជាពុកចំណិចមិនឲ្យពុកខកបំណងដាច់ខាតល្អហើយអញ្ចឹងចូលទៅក្នុងទៅពុកទៅហើយណាកូនចាជិះម៉ូតូប្រយ័ត្នប្រយែងណាពុកពុកដឹងហើយផ្ទះនៅដល់ណាក្មួយត្រូវការម៉ូតូដប់អត់អូយមិនហ៊ានជិះជាមួយទេមានដៃបើកម៉ូតូតែម្ខាងហ្នឹងខ្លាចងាប់ខានចាស់ណានោះគឺម៉ែវាមែនតើឈប់សិនម៉ែវាខ្ញុំនឹកឯងណាណែឡើងដាច់ខ្ញុំភ្លាមណាអូនឯងស្គាល់អ្នករត់ម៉ូតូឌុបនេះដែរមែនទេគឺអូនមិនដែលស្គាល់ទេមិនដឹងជាមកពីណាផងប្រហែលជាគេច្រឡំមនុស្សឲ្យបងមិនបាច់ខ្វល់ជាមួយទេខ្ញុំមិនច្រឡំទេទោះជាម៉ែវាឯងស្អាតប្លែកយ៉ាងណាក៏ខ្ញុំនៅតែមើលម៉ែវាឯងស្គាល់ដែរខ្ញុំនឹងកូនតែងតែទន្ទឹងចាំផ្លូវម៉ែវាឯងត្រឡប់មករកពួកយើងវិញរាល់ថ្ងៃខ្ញុំនឹងកូននឹកម៉ែវាឯងណាស់ដឹងទេនេះគេនិយាយស្អីនឹងអូនកូននឹកអូនយ៉ាងម៉េចបងដូចជាមិនយល់សោះប្រហែលជាគេចង់បានលុយពីបងហើយបានជាខំនិយាយបង្កាច់បង្ខូចអូនបែបនេះណែបើចង់បានលុយណាស់ណាហាមាត់សុំខ្ញុំឲ្យត្រង់មកកុំមកនិយាយអីឡប់អញ្ចឹងប្តីខ្ញុំណាជាប៉ូលីសមិនមែនជាមនុស្សកំបុតដៃហើយរត់ម៉ូតូដុបដូចជាអ្នកឯងទេហើយសម្រាប់ខ្ញុំស្អាតប៉ុណ្ណឹងដែររឿងអីខ្ញុំទៅយកមនុស្សពីការដៃនោះលើកក្រោយនិយាយអីអត់ចេះគិតផងទៅមែនតើពីការដូចឯងនឹងមានប្រពន្ធស្អាតដូចជាប្រពន្ធយើងអញ្ចឹងហ៎ថ្ងៃក្រោយកុំមករញ៉េរញ៉ៃជាមួយនឹងប្រពន្ធយើងទៀតមិនអញ្ចឹងស៊ីគ្រាប់កំភ្លើងយើងមិនខានទេអាអ្នកក្រហត់ណែយកទៅលើកក្រោយបើចង់សុំលុយគេណាកុំនិយាយផ្ដេសផ្ដាស់អញ្ចឹងទៀតតោះបងយើងប្រញាប់ទៅនៅមិនតែខាត់ពេកជាមួយមនុស្សពិការនឹងទេខូចអារម្មណ៍អស់អាលីងពិតជាគួរឲ្យធុញមែនតោះអូនសម្លាញ់កុំខឹងច្រើនពេកប្រយ័ត្នឆាប់ចាស់ណាព្រោះតែលុយមែនទេទើបធ្វើឲ្យម៉ែវាឯងលែងស្គាល់ខ្ញុំជាប្តីបងហាងមិនទាន់បាក់ទេមានការអីហ៎គឺខ្ញុំចាំមកដាក់ពាក្យធ្វើការណាបងព្រោះឃើញនៅមុខហាងបងមានប័ណ្ណប្រកាសថារើបុគ្គលិកច័ន្ទផ្នែកមកដាក់ពាក្យធ្វើផ្នែកអីគេហើយមានប័ណ្ណប្រកាសការងារឬអត់ខ្ញុំអត់ដែរមានប័ណ្ណប្រកាសទេបងប៉ុន្តែការងារអីក៏ខ្ញុំអាចធ្វើបានដែរបងឲ្យតែបងបង្រៀននិងផ្ដល់ឱកាសឲ្យខ្ញុំសាក់លបងណែបើគ្មានប័ណ្ណប្រកាសផងមកដាក់ពាក្យធ្វើអីមុននឹងមកដាក់ពាក្យហ្នឹងណាមានប័ណ្ណផ្នែកមើលគេប័ណ្ណប្រកាសទេថាគេឬផ្នែកអីខ្លះឬមើលមិនចេះអានអក្សរទេមើលទៅការតែងខ្លួនក៏ដឹងថាមកពីស្រែដែរអញ្ចឹងហើយបានជាគ្មានដឹងខ្យល់អីសោះទៅត្រឡប់ទៅវិញទៅតែចប់សិនបងសូមបងផ្ដល់ឱកាសខ្ញុំម្ដងទៅបងខ្ញុំឧស្សាហ៍ណាស់ណាបងឲ្យតែបងព្រមយកខ្ញុំមិនឲ្យបងខកចិត្តទេណែចេះស្ដាប់ភាសាខ្មែរអត់ហ្នឹងប្រាប់ហើយថាមិនយកគឺមិនយកហើយកុំនៅយូរពេកនាំតែចង្រៃហាងរបស់ខ្ញុំទេអញ្ចឹងជម្រាបលាបងអើយកំពុងតែអារម្មណ៍ល្អស្រាប់ផងហើយទីក្រុងពិតជាធំល្វឹងល្វើយណាស់តែហេតុអីពិបាករកការងារធ្វើយ៉ាងនេះពី3កន្លែងហើយសុទ្ធតែអត់បានការទាំងអស់តែយ៉ាងណាខ្ញុំត្រូវទៅរកឲ្យបានមែនពុកមកវិញហើយកូនពុកឃ្លានទេចាំក៏រៀបចំបាយជូនពុកពិសាពុកមិនទាន់ឃ្លានទេកូនហូបមុនទៅអត់ទេកូនអត់ទាន់ឃ្លានទេកូនចាំហូបជាមួយពុកវិញបានឆ្ងាញ់និយាយអញ្ចឹងថ្ងៃនេះមានភ្ញៀវជាច្រើនទេពុក
ថ្ងៃនេះមានភ្ញៀវច្រើនគ្រាន់បើកូនអើយអ្នកខ្លះគេឃើញពុកពិការគេចេះតែជួយជីកទៅ បើមានភ្ញៀវច្រើនចាំមិនក៏ថ្ងៃនេះពុកមកសពនម្លេះពុកឈឺមែនឬក៏ពុកមានរឿងអី គឺគ្មានអីទេកូនពុកគ្រាន់តែមានអារម្មណ៍ថាហត់បន្តិចនឹងណាហើយនិយាយអញ្ចឹងហើយចុះរឿងកូនឯងវិញយ៉ាងម៉េចហើយ អូគឺកូនរកការងារអត់ទាន់បានធ្វើទេពុកនៅទីក្រុងនេះធំក៏ពិតមែនតែពិបាករកការងារណាស់គេទាមទារឲ្យកូនមានបទពិសោធន៍បានគេយកកូនចិត្តធ្វើការប៉ុន្តែកូនអត់មានផងតែមិនអីទេចាំកូនដើររកការងារនៅកន្លែងផ្សេងទៀត បើរកមិនបានមិនបាច់រកទេកូនអើយពុកអាចចាំកូនបានតើ កូនធំហើយពុកបណ្ដាកូនខ្លះទៅ ពុកចិត្តតែខ្លាចកូនហត់នឹងណាពុកដូចជាឃ្លានហើយកូនតោះលើកបាយមកកូនហូបជុំគ្នា ចាស់ពុកតើពុកភាសាបាយ តោះកូនឲ្យពុកសុំទោសណាកូនដែលពុកមិនបានប្រាប់រឿងដែលពុកជួបម៉ែឯងនៅថ្ងៃនេះព្រោះពុកមិនចង់ឲ្យកូនមិនសប្បាយចិត្តពេលដែលដឹងថាម៉ែកូនស្រឡាញ់លុយជាងស្រឡាញ់គ្រួសារ ឆ្ងាញ់ទៅពុក ឆ្ងាញ់ណាស់កូន អញ្ចឹងហូបឲ្យច្រើនទៅពុកអេពុកកាត់អីមែន មានអ្នកណាកូនពុករបូតដៃនឹងណាតោះហូបទៅកូន ចាស់ពុក អាសុកអើយឯងអាចឈឺបានទេបើឯងឈឺចុះកូនឯងគិតយ៉ាងម៉េច សង្ឃឹមថាហាងមួយនេះព្រមទទួលខ្ញុំឲ្យចូលធ្វើការផងចុះសួស្ដីបង បាទសួស្ដីត្រូវការកំងអីដែរ អត់ទេបងខ្ញុំមកដើម្បីដាក់ពាក្យធ្វើការណាបងតើខាងបងមានត្រូវការបុគ្គលិកអីដែរអត់បង រឿងតើអូនផ្នែករត់តុកហើយចុះអូនមានបទពិសោធន៍អីដែរអត់ គឺខ្ញុំអត់ដែលមានបទពិសោធន៍ខាងហ្នឹងទេបងប៉ុន្តែខ្ញុំអាចធ្វើបានឲ្យតែបងបង្រៀនខ្ញុំ បើគ្មានបទពិសោធន៍មិនអាចធ្វើបានទេអូនទីនេះគឺត្រូវការអ្នកដែលមានបទពិសោធន៍ព្រោះអត់ត្រូវចំណាយពេលបង្រៀនច្រើន តើអាចលើកលែងខ្ញុំម្នាក់បានទេបងខ្ញុំមកពីខេត្តឡើងមករៀននៅភ្នំពេញពិបាករកការងារធ្វើណាបងសំវយកខ្ញុំធ្វើការផងណាបងខ្ញុំដើររកការងារពី3ថ្ងៃហើយរកអត់បានទេខ្ញុំឧស្សាហ៍ណាស់អ្វីក៏ខ្ញុំអាចធ្វើបានដែរបង អញ្ចឹងអូនឯងមកធ្វើការថ្ងៃណាបាន ថ្ងៃណាក៏បានបង អញ្ចឹងស្អែកអាចមកធ្វើការបានពេលមកដល់បងនឹងបង្រៀនបន្ថែមពីច្បាប់ការងារនិងរបៀបធ្វើការ បានន័យថាបងព្រមយកខ្ញុំឲ្យមែនទេខ្ញុំសប្បាយចិត្តណាស់បងអរគុណបង បាទមិនអីទេខំធ្វើការទៅឱកាំងមិនចេះតែមានទេណាយល់ដល់បងអូនជាសិស្សនិស្សិតមកពីខេត្តបងអនុគ្រោះឲ្យ ចាបងខ្ញុំនឹងខំធ្វើការឲ្យអស់ពីសមត្ថភាពអញ្ចឹងជម្រាបលាបង បាទ យេទីបងខ្ញុំរកការងារបានធ្វើហើយប្តីយើងប្រែប្រួលលេខស្រឡាញ់គ្រួសារប្រពន្ធកូនក៏ព្រោះតែអ្នកណាមិនមែនព្រោះតែឈ្មោះបុប្ផានេះសំនឹងនាងណាជាស្រីពឺពុលចាំយើងផ្ទះនាងឯងឲ្យខ្លាចជាបុប្ផាជាំឲ្យវាជាមកផ្លាស្ទិកនេះទៅអូយថាម៉េចពុកខ្ញុំជួបគ្រោះថ្នាក់ចរាចរណ៍លោកស្រីធ្វើយ៉ាងណាក៏បានឲ្យតែកូនលោកស្រីព្រមចេញឲ្យឆ្ងាយពីជីវិតបងវិបុលរបស់ខ្ញុំជារៀងរហូតបានលោកស្រីធ្វើការងារនេះបានសង្ឃឹមថាហាងមួយនេះព្រមទទួលខ្ញុំឲ្យចូលធ្វើការផងចុះសួស្ដីបង បាទសួស្ដីត្រូវការកំងអីដែរ អត់ទេបងខ្ញុំមកដើម្បីដាក់ពាក្យធ្វើការណាបងតើខាងបងមានត្រូវការបុគ្គលិកអីដែរអត់បង រឿងតើអូនផ្នែករត់តុកហើយចុះអូនមានបទពិសោធន៍អីដែរអត់ គឺខ្ញុំអត់ដែលមានបទពិសោធន៍ខាងហ្នឹងទេបងប៉ុន្តែខ្ញុំអាចធ្វើបានឲ្យតែបងបង្រៀនខ្ញុំ បើគ្មានបទពិសោធន៍មិនអាចធ្វើបានទេអូនទីនេះគឺត្រូវការអ្នកដែលមានបទពិសោធន៍ព្រោះអត់ត្រូវចំណាយពេលបង្រៀនច្រើន តើអាចលើកលែងខ្ញុំម្នាក់បានទេបងខ្ញុំមកពីខេត្តឡើងមករៀននៅភ្នំពេញពិបាករកការងារធ្វើណាបងសំវយកខ្ញុំធ្វើការផងណាបងខ្ញុំដើររកការងារពី3ថ្ងៃហើយរកអត់បានទេខ្ញុំឧស្សាហ៍ណាស់អ្វីក៏ខ្ញុំអាចធ្វើបានដែរបង អញ្ចឹងអូនឯងមកធ្វើការថ្ងៃណាបាន ថ្ងៃណាក៏បានបង អញ្ចឹងស្អែកអាចមកធ្វើការបានពេលមកដល់បងនឹងបង្រៀនបន្ថែមពីច្បាប់ការងារនិងរបៀបធ្វើការ បានន័យថាបងព្រមយកខ្ញុំឲ្យមែនទេខ្ញុំសប្បាយចិត្តណាស់បងអរគុណបង បាទមិនអីទេខំធ្វើការទៅឱកាំងមិនចេះតែមានទេណាយល់ដល់បងអូនជាសិស្សនិស្សិតមកពីខេត្តបងអនុគ្រោះឲ្យ ចាបងខ្ញុំនឹងខំធ្វើការឲ្យអស់ពីសមត្ថភាពអញ្ចឹងជម្រាបលាបង បាទ យេទីបងខ្ញុំរកការងារបានធ្វើហើយ
សួស្ដីបងត្រូវការមើលខោអាវអីដែរបងមកថ្មីទៅបញ្ចូលស្តុកក្តៅអីអ្នកលក់ជួយរកខោអាវដែលថ្លៃជាងគេខ្ញុំតិចមើលចាស់បានអ្នកស្រីអាមួយនេះមកកលិបណាពាក់នៅលើខ្លួនហើយស្អាតដូចស្រីហុងកុងអញ្ចឹងធានាថាសាច់លេខ1ស័ក្តិសមជាមួយនឹងសាច់ឈាមលោកស្រីណាហេអ្នកលក់នេះភ្នែកល្អមែនចង់មានមុខផ្សេងអត់ខ្ញុំចង់ទិញថែមមានច្រើនណាស់លោកស្រីចាំបន្តិចចាំខ្ញុំចូលមកជូនឲ្យមើលឲ្យលឿនបន្តិចមកខ្ញុំស្អប់ការរងចាំណាមកដល់ហើយលោកស្រីម៉ូតនេះក៏ថ្មីស្រឡាំងដែរទើបតែចូលមកដូចគ្នាមានតែពីរពណ៌ទេពណ៌សាច់បងស្រីខាងនេះគាត់ទើបតែទិញមិញនេះលោកស្រីពេញចិត្តអត់ដឹងស្រាប់ហើយខ្ញុំអត់ចូលចិត្តប្រាក់ដូចអ្នកណាទេរបស់ណាដែលមានពីរខ្ញុំមិនយកទេចុះទៅវិញទៅមកនិយាយថាមិនចេះប្រើរបស់ដូចគ្នាជាមួយអ្នកណាតែធាត់ពិតកំពុងតែលួចលាក់សហាយស្មន់ជាមួយប្តីគេសោះឆ្ងាញ់ណាស់មែនរបស់គេហ្នឹងនាងស្អីយកប្តីគេណែនាងឯងនិយាយស្អីយកប្តីអ្នកណាខ្ញុំមិនដឹងទេនាងឯងក៏មកប្រកែកប្តីយើងប្រែប្រួលលេខស្រឡាញ់គ្រួសារប្រពន្ធកូនក៏ព្រោះតែអ្នកណាមិនមែនព្រោះតែនាងឯងទេបើនាងឯងជាប្រពន្ធល្អណាមិនមែនប្តីរត់បរោយើងទេចាំទុកផងបើហួងឲ្យប្តីម្លឹងមិនដាក់ច្បាប់ចង់ប្តីឲ្យជាប់តែហ្មងទៅនេះនាងឯងព្រមទទួលស្គាល់ឲ្យមែនថាយកប្តីយើងនាងនេះពិតជាមុខក្រាស់មែនយើងពិតជាចង់ផ្ទះនាងឲ្យផ្ទប់នឹងដីណាបើខ្លាំងចូលមកនាងគិតថាយើងឈរធ្វើជាម៉ាល់កាំងឲ្យនាងផ្ទះទៅទេមែនណាសំដីលុយណាស់នាងមកទៅនាងមុខក្រាស់អូយផ្ទះយើងផងនេះណានាងអញខ្លាំងអូយទៅតានេះណាអូយនៅខាងមុខនោះមានរឿងអញចេះបានជាមនុស្សអ៊ូអស់ម្លេះឬមួយក៏ហាងនោះមានបញ្ចុះតម្លៃពិសេសមែនតែមើលសិនអូយយើងស្អីយើងស្អីយកប្តីគេមកពីប្តីនាងឯងមកយកយើងតើយើងមិនបានទៅអូប្តីនាងឯងមកពីផ្ទះទេណាយល់ទេឈ្មោះបុប្ផានេះសំនឹងនាងណាជាស្រីពឺពុលចាំយើងផ្ទះនាងឯងឲ្យខ្លាចជាបុប្ផាជាំឲ្យវាជាមកផ្លាស្ទិកនេះទៅអូយអ្នកណាឈ្មោះដូចម៉ែខ្ញុំម្លេះអូយអ្នកឈ្មោះតែយើងព្រាមតែយើងណាយើងឈឺណាអាយអូយអ្នកឈ្មោះតែយើងព្រាមតែយើងណាយើងឈឺណាអូយលើកនេះយើងបដៅនាងឯងប៉ុណ្ណឹងសិនហើយលើកក្រោយបើនៅតែហ៊ានតាក់ទងប្តីយើងទៀតណាស៊ីទឹកអាស៊ីតមិនខានទេនាងម៉ែនេះម៉ែយ៉ាងម៉េចហើយមិនឈឺត្រង់ណាឬអត់ម៉ែឲ្យកូនមើលតិចមើលឯងមកចិត្តដឹងស្អីដែរចេញទៅនៅបើម៉ែចាំខ្ញុំជួយលើកក៏មកខ្វល់នឹងយើងចង់ទៅណាក៏ទៅយើងមិនមែនម៉ែឯងទេមិនបាច់ចាំម៉ែនិយាយអញ្ចឹងខ្ញុំបារម្ភពីម៉ែណាស់ដឹងទេចាំមកខ្ញុំទៅធ្វើផងវាបាត់ហើយទៅដឹងអីអូយឈឺណាស់អូយម៉ែនិយាយអញ្ចឹងម៉ែអត់ទាន់ប្រាប់ខ្ញុំទេថាម៉ែមានរឿងអីបានជាម៉ែទៅវាយតក់ជាមួយលោកស្រីម្នាក់នោះគឺគ្មានរឿងស្អីទេមិនពាក់ព័ន្ធជាមួយអញទេកុំចេះដឹងអីប្រាប់ខ្ញុំមកបានហើយយើងទៅហើយលើកក្រោយបាត់ជួបយើងនៅខាងក្រៅណាមិនបាច់ធ្វើជាស្គាល់យើងទេយល់ទេហេតុអីទៅម៉ែកុំសួរច្រើនពេកកំពុងតែឈឺផងទៅហើយម៉ែជប់សិនម៉ែនេះម៉ែដាច់ចិត្តពីខ្ញុំដល់ម្លឹងពុកទៅដល់ឥឡូវហើយកូនមិញពុកឈប់ទិញផ្កាឲ្យកូននឹងណាទើបរៀងយូរបន្តិចចាពុកជិះមកតបចាប់ប្រចាំផងពុកយ៉ាងប៉ុណ្ណឹងហើយកូនអូយអាឡូជំរាបសួរថាម៉េចពុកខ្ញុំជួបគ្រោះថ្នាក់ចរាចរណ៍ហើយយើងមានតែពីរអ្នកពុកកូនទេមិនក៏ពុកតែចោលកូនលឿនយ៉ាងនេះពុកអត់ចង់មើលកូនជោគជ័យទេមែនទេពុកចិត្តដាច់ណាស់តើឲ្យកូនរស់នៅយ៉ាងម៉េចកូនមិនទាន់បានសងកូនពុកទេចិត្តនេះកូនជំពាក់កូនពុកច្រើនណាស់បើមានចិត្តក្រោយពិតមែនកូនស្រីម្នាក់នេះសូមការជាកូនពុកម្ដងទៀតកូនពិតជាចង់ទៅតាមពុកណាមកយកកូនទៅផងណាពុកណាមកយកកូនទៅផងធីតាថ្ងៃនឹងទំនេរទីខ្ញុំចង់បបួលទៅញ៉ាំបាយចាទំនេរតាលោកប្រធានបងវិបុលវិចារាមានការអីបានជឿមករកបងដល់ក្រុមហ៊ុនអត់មានការអីផងខ្ញុំគ្រាន់តែនឹកបងវិបុលនឹងណាព្រោះខ្ញុំខាត់ឃើញមុខបងយូរអើយសានយូហើយឆាត់មកបងក៏បងមិនតបទៀតអញ្ចឹងខ្ញុំក៏មករកបងដល់ក្រុមហ៊ុនតែម្ដងទៅចុះបងវិបុលមាននឹកដល់វិចារាខ្លះឬអត់សុំទោសណាបងរវល់ណាគ្មានពេលនឹកទេមិនអីទេទុកឲ្យខ្ញុំនឹកបងម្នាក់ឯងក៏បានដែរនិយាយអញ្ចឹងថ្ងៃនេះបងទំនេរទេខ្ញុំមកចង់បបួលបងទៅញ៉ាំបាយជាមួយគ្នាបងអត់ទំនេរទេបងមានណាត់ជាមួយធីតាហើយមិនអីទេលោកប្រធានទៅញ៉ាំបាយជាមួយអ្នកនាងវិចារាចុះខ្ញុំអាចរកឯងញ៉ាំខ្លួនឯងបានមិនបាច់ទេនាងត្រូវទៅជាមួយខ្ញុំហាមប្រកែកណានាងជាអ្នកណាធីតាជាលេខាថ្មីរបស់បងអញ្ចឹងខ្ញុំសុំទៅញ៉ាំដែរ
បងថាកុំអីល្អជាងអញ្ចឹងបើវិចារអស់អីហើយបងសុំទៅមុនហើយណាតោះធីតាចាលោកប្រធានណែបងវិបុលហ៊ានបបាក់មកខ្ញុំចំពោះមុខនាងម្នាក់នេះផងអីចាំមើលណាយើងនឹងឲ្យនាងឯងដឹងដៃម្ដងនាងក្មេងសម្រាប់តើនាងមានការជាមួយខ្ញុំដឹងមកថាលោកស្រីជាម្ដាយរបស់នាងធីតាមែនទេមែនហើយយ៉ាងម៉េចលោកស្រីឃើញលុយម្ដុំធំនេះទេតើចង់បានឬអត់អីលុយច្រើនណាស់នាងចង់ឲ្យខ្ញុំធ្វើអីឆាប់និយាយមកកុំបាច់កាច់កង់ច្រើនពេកអីខ្ញុំគ្មានពេលទេលោកស្រីធ្វើយ៉ាងណាក៏បានឲ្យតែកូនលោកស្រីព្រមចេញឲ្យឆ្ងាយពីជីវិតបងវិបុលរបស់ខ្ញុំជារៀងរហូតបានលោកស្រីធ្វើការងារនេះបានជោគជ័យខ្ញុំនឹងបន្ថែមលុយពីលើនឹងទៅទៀតចុះបើខ្ញុំមិនបានជោគជ័យវិញនោះលោកស្រីនឹងមិនបានលុយពីខ្ញុំសូម្បីតែ100ខ្ញុំឮថាលោកស្រីមានបំណុលជាប់ខ្លួនច្រើនណាស់មែនទេនេះលោកស្រីមិនចង់បានលុយផ្លាស់ប្ដូរជីវិតទេលុយច្រើនណាស់ណាហើយការងារក៏ពិបាករកទៀតអាចគិតមើលបានមិនបាច់គិតច្រើនទេខ្ញុំព្រមតាមសំណើនាងចុះល្អណាស់ធ្វើឲ្យបានណាលោកស្រីខ្ញុំរងចាំដំណឹងល្អពីលោកស្រីអញ្ចឹងខ្ញុំទៅវិញហើយតែប៉ុណ្ណេះបានលុយទៅលេងល្បែងទៀតហើយនាងបុប្ផាអើយតើមីងបុប្ផានឹងធ្វើយ៉ាងណាដើម្បីបំបាច់បំបាក់ទំនាក់ទំនងរវាងធីតានិងវិបុលក្រោយពេលបំបាច់បំបាក់ហើយតើជីវិតធីតានឹងទៅជាយ៉ាងណាសូមកុំភ្លេចតាមដានទស្សនាភាគបន្តសូមអរគុណឲ្យម៉ែសុំអបកូនតិចមកណាកូនឆាប់សិននេះម៉ែភ្លេចហើយមែនថាម៉ែបានទៅចោលខ្ញុំនឹងពុកមីកូនចង្រៃបើមិនព្រោះតែលុយទេយើងមិនបកក្បាលមករកនាងឯងទេនាងនេះខ្លាំងដៃជាងអូនចាញ់បោកម្ដាយអូនហើតម្ដាយអូនបានលក់អូនឯងឲ្យមកបងពេលនេះម្ដាយកុំយំអីសប្បាយជាមួយបងវិញណាលេងជួយខ្ញុំអរគុណលោកប្រធានណាសម្រាប់អាហារមួយពេលនេះចាំលើកក្រោយខ្ញុំជើញលោកប្រធានញ៉ាំបាយវិញម្ដងណាអូខេខ្ញុំទំនេរគ្រប់ពេលចង់ជើញខ្ញុំពេលណាក៏បានដែរអូយប្រុសម្នាក់នោះសង្ហាហើយមានអញ្ចឹងតើបានជានាងវិចារានោះណាជះលុយច្រើនសម្បើមណាស់ដើម្បីឲ្យយើងកំចាត់មីក្តារចេញកុំឲ្យនៅទើសមុខទើសមាត់ចាអញ្ចឹងលោកប្រធានបើកឡានត្រឡប់ទៅវិញប្រយ័ត្នប្រយែងផងបារម្ភពីខ្ញុំមែនគឺថាអញ្ចឹងក៏បានដែរអូខេអញ្ចឹងខ្ញុំទៅហើយបាយបាយចាបាយបាយធីតាកូនម៉ែខ្យល់អីបបម៉ែមកដល់ទីនេះគ្មានខ្យល់អីទេកូនចិត្តម៉ែចង់មករកកូនខ្លួនឯងម៉ែអង្គុយចាំកូនយូរហើយឃើញកូនជាប់និយាយជាមួយនឹងអ្នកកំឡោះម្នាក់នេះទើបម៉ែមិនហ៊ានចូលកាត់ចង្វាក់ម៉ែពិតជានឹកកូនខ្លាំងណាស់ឲ្យម៉ែសុំអបកូនបន្តិចមកណាកូនឈប់សិននេះម៉ែភ្លេចហើយមែនថាម៉ែបានទៅចោលខ្ញុំនឹងពុករយៈពេល4ឆ្នាំមកហើយហេតុអីក៏សុកលេចមុខម៉ែមកពេលនេះម៉ែមានដឹងថា4ឆ្នាំកន្លងមកនេះខ្ញុំនឹងពុកត្រូវជួបអ្វីខ្លះទេម៉ែមិនដែលខ្វល់ពីគ្រួសារទេម៉ែគិតតែពីខ្លួនឯងទោះបីខ្ញុំសុំវល់ឲ្យម៉ែកំទៅតែម៉ែក៏មិនស្ដាប់ខ្ញុំដែរម៉ែតែងតែថាខ្ញុំមិនមែនជាកូនរបស់ម៉ែចុះឥឡូវម៉ែមករកខ្ញុំធ្វើអីអ្នកដែលខ្ញុំចង់ឲ្យត្រឡប់មករកខ្ញុំវិញគឺពុកមិនមែនជាម៉ែទេធីតាឲ្យម៉ែសុំទោសណាម៉ែដឹងខុសហើយលើកលែងឲ្យម៉ែម្ដងទៅណាកូនពេលពុកស្លាប់តែម៉ែបាត់មុខទៅណាមិនបានចាំម៉ែមិនមកបន់សពពុកព័ត៌មានគេផ្សាយគ្រប់ទីកន្លែងរឿងបរិះពីកាដៃខំតស៊ូរត់ម៉ូតូដប់ជឹកលុយឲ្យកូនរៀនសូត្រដល់ថ្ងៃកូនរៀនចប់ទទួលបានសញ្ញាបត្រក៏ចង់ជិះម៉ូតូទៅទិញផ្កាដើម្បីអបអរសាទរកូនតែមិនទាន់ទាំងបានដល់យកផ្កាទៅអបអរកូនផងក៏ត្រូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់នៅតាមផ្លូវម៉ែប្រកាសជាមើលឃើញព័ត៌មាននឹងដែរហើយម៉ែគិតមើលថាតើខ្ញុំនេះឈឺចាប់ប៉ុណ្ណាពេលនោះពិតជាត្រូវការម៉ែខ្លាំងណាស់តែម៉ែមិនមករកខ្ញុំទាល់តែសោះហេតុអីបានជាម៉ែមករកខ្ញុំនៅពេលនេះទៅវិញអូយរឿងពុកកូនក៏ម៉ែដឹងដែរតែគ្រាន់តែពេលនោះម៉ែមានការសំខាន់ទើបម៉ែមិនបានមករកកូនអូនេះប្តីស្លាប់មួយទាំងមូលមិនសំខាន់ស្មើនឹងធរៈម៉ែមែនទេ
អត់ទេកូនមិនមែនអញ្ចឹងទេគឺការនងណាម៉ែជំពាក់បំណុលគេច្រើនពេកម៉ែគ្មានលុយសងគេក៏តាមធ្វើបាបម៉ែវាយតប់ម៉ែទើបម៉ែរត់គេចពីម្ចាស់បំណុលមួយរយៈមិនហ៊ានចេញទៅក្រៅប្តេផ្ដាស់នឹងណាកូនជឿម៉ែទៅណាកូនណាម៉ែណាមិនស្រឡាញ់កូននោះកូនបានហើយម៉ែឆាប់ត្រឡប់ទៅវិញទៅខ្ញុំមិនចង់ស្ដាប់លេសដោះសាររបស់ម៉ែទេអើយម៉ែសុំវល់ណាកូនឲ្យម៉ែសុំនៅជាមួយកូនមួយរយៈទៅណាកូនម៉ែធានាថាមិនបង្ករឿងឲ្យកូនឈឺក្បាលទេណាមួយម៉ែក៏ចង់ប៉ះពៅរាល់ទង្វើកន្លងមកដែលម៉ែមិនបានបំពេញតួនាទីជាម៉ែល្អរបស់កូនម៉ែឆាប់ក្រោកឡើងនេះម៉ែចង់ធ្វើអីហ្នឹងបើកូនមិនឲ្យម៉ែនៅជាមួយម៉ែនឹងលុតជង្គង់សុំវល់កូននៅទីនេះរហូតទាល់តែកូនព្រមម៉ែកុំធ្វើឲ្យខ្ញុំមានសម្ពាធជាមួយម៉ែបានទេអញ្ចឹងឲ្យម៉ែនៅផងទៅណាកូនម៉ែគ្មានកន្លែងត្រូវទៅទេបានហើយងើបឡើងមកខ្ញុំប្រាប់ឲ្យម៉ែនៅជាមួយមួយរយៈក៏បានតែម៉ែត្រូវសន្យាជាមួយខ្ញុំថានឹងមិនរញ៉េរញ៉ៃជាមួយជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំទេបានម៉ែសន្យាណាកូនអញ្ចឹងម៉ែចុះក្នុងទៅមីកូនចង្រៃបើមិនព្រោះតែលុយទេយើងមិនបកក្បាលមករត់នឹងឯងទេនាងនេះខ្លាំងដៃជាងពីមុនសបើណាស់បន្តិចទៀតលែងបានខ្លាំងហើយនាងឯងធីតាល្ងាចនេះចាំទៅមើលកុនជាមួយគ្នាណាខ្ញុំទិញសម្បត្តិរួចហើយចុះលោកប្រធានអត់ឲ្យអ្នកនាងវិចារទៅទេមើលទៅអ្នកនាងវិចារសំជាមួយលោកប្រធានណាកុំយកច្រឡំអីខ្ញុំចាត់ទុកវិចារដូចជាប្អូនស្រីខ្ញុំទេមិនមានអីលើសពីនេះឡើយអញ្ចឹងធីតាប្រច័ណ្ឌខ្ញុំជាមួយវិចារមែនទេអត់ទេគឺខ្ញុំនិយាយតាមដែលមើលឃើញតាណាមួយខ្ញុំនិងលោកប្រធានអត់មានអីនឹងគ្នាផងរឿងអីត្រូវទៅប្រច័ណ្ឌនោះលោកប្រធានគិតតែខ្លួនឯងជុំមិនបានជាមុខក្រហមម៉េះមានឯណាឆ្លុះកញ្ចក់មើលខ្លួនឯងទៅខ្ញុំទៅធ្វើការហើយកុំភ្លេចល្ងាចនេះជួបគ្នាណាទំនាក់ទំនងរវាងធីតានិងលោកវិបុលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស៊ីជម្រៅទៅពួកគេទាំងពីរនាក់មានអារម្មណ៍ឲ្យគ្នាទៅវិញទៅមកលើសពីមេនិងកូនចៅអាឡូធីតាកូនឆាប់មកជួយម៉ែផងកូនពេលនេះម្ចាស់បំណុលគេចាប់ម៉ែបានហើយវាថាបើម៉ែមិនយកលុយសងវាទេពួកវានឹងសម្លាប់ម៉ែហើយកូនមកជួយម៉ែផងណាកូនណាម៉ែខ្លាចណាស់កូននេះម៉ែជំពាក់បំណុលអ្នកណាទៀតហើយជំពាក់ពួកវាប្រមាណ10លាននឹងណាកូនថាម៉េចនេះលុយច្រើនម្លឹងថាខ្ញុំទៅពីណាបានទេបើកូនគ្មានលុយទេកូនមកជួបពួកវាសិនមកកូនមកនិយាយជាមួយវាសិនទៅកូនណាចឹងឥឡូវម៉ែនៅណាម៉ែនៅកន្លែងបនលបែងហៀសុងណាកូនឆាប់មកជួយម៉ែតិចមកកូនចាស់ចុះម៉ែប៉ុន្តែពេលពួកវាបន្តិចទៅខ្ញុំទៅដល់ឥឡូវហើយចាកូនវាមកដល់ឥឡូវហើយហ៊ាណាត្រៀមតែឆ្ងាញ់មាត់ឲ្យហើយទៅម៉ែខ្ញុំនៅណាមកដល់ហើយមែនទេអូនសម្លាញ់អ្នកណាអូនសម្លាញ់របស់ឯងយើងមកលួសម៉ែរបស់យើងតែឯងយកម៉ែយើងទៅទុកនៅទីណាអូនចាញ់បោកម្ដាយអូនហើយម្ដាយអូនបានលក់អូនឯងឲ្យមកបងពេលនេះម្ដាយអូនប្រហែលជាកំពុងចាយលុយសបាយហើយមើលទៅដូច្នេះអូនស្រីកុំប្រកែកនឹងបងអីនាំតែហត់ទេព្រមតាមស្រួលទៅយ៉ាងណាអូនក៏នៅតែជារបស់បងដដែលនឹងយើងមិនជឿអញទេម៉ែយើងមិនធ្វើបែបនេះឡើយបើមិនជឿខលទៅសួរម្ដាយអូនមើលទៅពធអើយនេះពិតមែនទេហេតុអីម៉ែចាត់ខ្មៅធ្វើដាក់ខ្ញុំដល់ថ្នាក់នេះកុំយំអីសប្បាយជាមួយបងវិញណាលេងជួយផងអ្នកណាក៏បាន
ថាកុំរើមើនៅស្ងៀមទៅពុកអើយជួយកូនផងយ៉ាងម៉េចហើយជោគជ័យទេស្នាដៃខ្ញុំទៅហើយដឹងតែជោគជ័យហើយចុះឯណាលុយហើយគិតទៅនាងធីតាពិតជាអភ័ព្វណាស់មានម្ដាយមកលុយដល់ថ្នាក់នេះមនុស្សណាមិនស្រឡាញ់លុយឲ្យមកខ្ញុំប្រញាប់យកលុយហើយបាត់មាត់ឲ្យចិត្តផងបើមិនចង់ដេកគុកទេខ្ញុំមិនភ្លើនិយាយប្រាប់គេទេខ្ញុំទៅហើយបើមានការងារណាស្រួលអញ្ចឹងទៀតណាតាក់ទងខ្ញុំបានហេនេះម្ដាយនាងធីតាសាហាវជាងយើងគិតឆ្ងាយណាស់នេះទេដាគេទៅណាអញ្ចេះមិនឃើញមកធ្វើការខលទៅក៏មិនលើកទៀតគួរឲ្យបារម្ភណាស់អូនេះទៅមកពីណាខ្ញុំខលទៅមិនក៏មិនលើកខ្ញុំខំតែបារម្ភសំទោសលោកប្រធាននេះនាងឈឺមែនបានជាទឹកមុខស្លេកស្លាំងបែបនេះខ្ញុំមិនបានកាត់អីទេបើមិនកើតអីល្អហើយអញ្ចឹងនេះគេយ៉ាងមិនអញ្ចេះកូនឡើងចង់រស់ឲ្យពុកកូនស្អប់ខ្ពើមខ្លួនអញណាហៀសុងគេជាអ្នកមានកូនសំណាងណាដែលបានហៀសុងគេពេញចិត្តចង់បានកូនធ្វើជាប្រពន្ធស្ដាប់ម៉ែណាកូនបើកូនបានខ្លាចនិយាយថាម៉ែស្រឡាញ់ខ្ញុំចង់ឲ្យខ្ញុំមានអនាគតល្អតែម៉ែបោកប្រាស់ទំនុកចិត្តរបស់ខ្ញុំចុះខ្ញុំទៅលក់ប្រៀបដូចជាទំនិញម៉ែអត់ដែរខ្ញុំសុំឲ្យនាងនៅឲ្យឆ្ងាយពីបងវិបុលទៅព្រោះរវាងនាងនិងបងវិបុលមិនស័ក្តិសមគ្នាឡើយបងវិបុលត្រូវតែរៀបការជាមួយក្រុមហ៊ុនដែលនាងកំពុងធ្វើការរាល់ថ្ងៃនេះបើមិនមានការជួយពីលោកប៉ារបស់ខ្ញុំទេក៏មិនបានបាក់ដល់ថ្ងៃនេះដែរអញ្ចឹងសង្ឃឹមថានាងនឹងយល់រវាងនាងនិងខ្ញុំម្នាក់ណាស័ក្តិសមជាងជាមួយបងវិបុលធីតាថ្ងៃនេះចាំខ្ញុំជូនទៅផ្ទះណាមិនអីទេលោកប្រធានខ្ញុំអាចទៅខ្លួនអញបានតែខ្ញុំចង់ជូនទៅនេះនាងយ៉ាងម៉េចនឹងខឹងនឹងខ្ញុំរឿងអីមែនគ្មានអីទេបើគ្មានហេតុអីចាំបាច់ព្យាយាមគេចមុខពីខ្ញុំធ្វើអីខ្ញុំអត់បានគិតទេបើលោកប្រធានអស់អីហើយខ្ញុំសុំតែមុនហើយជប់សិននាងកុំធ្វើឲ្យដាក់ខ្ញុំអញ្ចឹងមើលខ្ញុំមិនសនុកចិត្តទេកន្លងមកខ្ញុំពិតជាអរគុណនៅទឹកចិត្តដ៏ល្អរបស់លោកប្រធានណាលោកប្រធានជាមនុស្សម្នាក់ដែលខ្ញុំនៅក្បែរហើយមានអារម្មណ៍ថាកក់ក្ដៅនិងមានក្តីសុខបំផុតបន្ទាប់ពីឪពុករបស់ខ្ញុំតែពេលនេះសូមលោកប្រធានក៏មកស្និទ្ធស្នាលជាមួយនឹងខ្ញុំទៀតអីខ្ញុំគិតថាពួកយើងត្រឹមតែជាមេនឹងកូនចៅគឺល្អបំផុតហើយមិនបានជានាងនិយាយបែបនេះបងវិបុលនោះគូតដល់លោកប្រធានមកហើយខ្ញុំគិតលៀនតែមុនហើយវិចារាមិនមែនជាគូដណ្ដឹងខ្ញុំទេកុំយល់ច្រឡំអីបងវិបុលថ្ងៃនេះទំនេរទេវិចារាចង់ទៅញ៉ាំបាយជាមួយបងម្ដងលើកនឹងណាកុំចង់ប្រកាច់ឲ្យសោះបើបងហ៊ានប្រកាច់ទៀតណាវិចារានឹងទៅទូពិតលោកអ៊ំជាមិនខានទេអូខេទៅក៏បានអញ្ចឹងណាគូឲ្យស្រឡាញ់មែនតែនទេវតាអើយហេតុអីបានជាតាក់តែជីវិតរបស់ខ្ញុំមករស់នៅពិបាកជាងស្លាប់បែបនេះតើជាតិមុនខ្ញុំបានសាងកំហុសអីតើបានជាជាតិនេះជីវិតខ្ញុំជួបតែបញ្ហាមិនឈប់អញ្ចឹងតើឲ្យខ្ញុំរស់នៅបែបណាពុកលើកកូនហើយទេមកពេលនេះពុកនៅចិត្តកូនម្ល៉េះជីវិតកូនមិនមែនបែបនេះទេកូនឡើងចង់រស់ហើយពុកកូនស្អប់ខ្ពើមខ្លួនអញណាពុកមកយកកូនទៅផងណាពុកចៅស្រីមានបញ្ហាអីដោះស្រាយតាមស្រួលទៅចៅអើយកុំជ្រើសរើសយកការស្លាប់ដើម្បីគេចពីបញ្ហាអីការស្លាប់វាមិនមែនជាដំណោះស្រាយល្អឡើយទម្រាំមកដល់ថ្ងៃនេះមិនស្រួលទេណាចៅបើចៅគិតថាខ្លួនឯងលំបាកចៅក៏លេចមើលមកតាមើលតាលំបាកជាងចៅច្រើនដងណាស់តែតានៅតែប្រឹងរស់
តាមិនចង់ដេករងចាំស្លាប់ទេ មែនហើយលោកតានិយាយត្រូវណាស់ទម្រាំខ្ញុំមានថ្ងៃនេះពុកខ្ញុំខំណាស់ខំទាំងថ្ងៃទាំងយប់មិនហ៊ានសម្រាកទេដើម្បីរកលុយឲ្យខ្ញុំរៀនដល់ចប់នេះខ្ញុំរៀនចប់ហើយខ្ញុំចង់សងគុណគាត់បែបហ្នឹងវិញមែនបើពុកដឹងថាខ្ញុំចង់សម្លាប់ខ្លួនពុកប្រកាសជាខកបំណងជាមួយខ្ញុំណាស់ពុកឲ្យកូនស្រីម្នាក់នេះសំទោពីពេលនេះតទៅទោះជាមានរឿងអីក៏ដោយកូននៅតែដើរទៅមុខជានិច្ច ធីតាជូតទឹកភ្នែកសម្រួលអារម្មណ៍ហើយដើរត្រឡប់ទៅផ្ទះវិញតាំងចិត្តថានឹងចាប់ផ្ដើមថ្ងៃថ្មីជាមួយនឹងជីវិតថ្មី អើយពិតជាសួយមែនថ្ងៃនេះដាក់អស់ឡើងអស់ពីខ្លួនហើយ យ៉ាងម៉េចហើយ គឺសួយហ្នឹងណាមិនដល់សុំបីតែមួយក្តារខំតាមឡើងអស់ពីខ្លួនហើយអើយហៀអាចឲ្យខ្ញុំខ្ចីលុយស្រង់ដើមខ្លះបានទេហៀ លុយចាស់ជំពាក់មិនទាន់សងអស់ផងចង់មកខ្ចីអាថ្មីទៀតដែរ បើមិនខ្ចីហៀធ្វើមិនខ្ញុំអាចបានលុយស្រង់ដើមទៅនិយាយអញ្ចឹងថ្ងៃមុនត្រូវមាត់ទេកូនស្រីខ្ញុំបម្រើហៀបានល្អឬអត់ អូមានអីល្អអន្តានេះនាងនិយាយបែបហ្នឹងនាងគិតចង់យកខ្លួនឯងមកធ្វើជាអាជីវកម្មមែនទេ អើយមិនមែនអញ្ចឹងទេខ្ញុំគ្រាន់តែយល់ចិត្តហៀនឹងណាឃើញហៀមួយរយៈនេះហត់នឿយខ្លាំងណាស់ទើបរកអីឲ្យសប្បាយមកឲ្យហៀចង់សប្បាយទៀតឬអត់ នាងចង់ខ្ចីលុយប្រមាណនិយាយមកចុះ មិនច្រើនទេត្រឹម10លានបានហើយ បានតែយកពីកូនចៅខ្ញុំដូចរាល់ដងទៅ ចាអរគុណហៀ យកលុយឲ្យធ្វើការឲ្យល្អផងកុំឲ្យកូននាងកំឡាញ់ខ្លួនពេក ចាស់បានហៀ តែប៉ុណ្ណេះបានលុយស្រង់ដើមហើយអញ ធីតាស្ដាប់ម៉ែសិនទៅកូននេះម៉ែនឹងមានមុខមកជួបខ្ញុំទៀតម៉ែចាំមកបោកខ្ញុំអីទៀតហើយរឿងនេះណាឲ្យម៉ែសំទោសណាកូនលើកលែងទោសឲ្យម៉ែម្ដងទៅណាកូនណាព្រោះតែម៉ែទាល់ក្រពេកទាល់ច្រកទើបធ្វើបែបនេះកូនចង់ជេរចង់ស្ដីថាឲ្យម៉ែក៏បានដែរឲ្យតែកូនឈប់ខឹងម៉ែគិតថាម៉ែមកវល់ខ្ញុំបែបហ្នឹងខ្ញុំលើកលែងទោសឲ្យម៉ែមែនទេយ៉ាងណាម៉ែក៏ជាម៉ែបង្ការរបស់កូនដែរកូនលើកលែងឲ្យម៉ែម្ដងទៅណាកន្លងមកខ្ញុំលើកលែងឲ្យម៉ែបានក៏ព្រោះតែរឿងដែលអាចលើកលែងបានតែរឿងនេះគឺខ្ញុំមិនអាចលើកលែងឲ្យម៉ែបានឡើយកំហុសលើកនេះគឺជាស្នាមរបួសដែលដាត់ដាមជាប់ខួរក្បាលរបស់ខ្ញុំមិនអាចលុបចេញបានឡើយអស់មួយជីវិតម៉ែនិយាយថាម៉ែស្រឡាញ់ខ្ញុំចង់ឲ្យខ្ញុំមានអនាគតល្អតែម៉ែបោកប្រាស់ទំនុកចិត្តរបស់ខ្ញុំយកខ្ញុំទៅលក់ប្រៀបដូចជាទំនិញម៉ែអាក្រក់ណាស់អើយម៉ែគ្រាន់តែចង់ឲ្យកូនបានប្តីអ្នកមានដូចហៀសុងតើហៀសុងគេជាអ្នកមានកូនសំណាងណាដែលបានហៀសុងគេពេញចិត្តចង់បានកូនធ្វើជាប្រពន្ធស្ដាប់ម៉ែណាកូនបើកូនបានខ្លាចជាប្រពន្ធហៀសុងហើយមួយជីវិតនេះកូនដេកតែចាយលុយទៅពេលនោះកូននឹងម៉ែលែងពិបាកទៀតហើយលុយពិតជាអាចទិញឲ្យដល់កតិម៉ែបានពិតមែនគឺមកពីម៉ែជាពាក់បំណុលគេច្រើនពេកគេគំរាមម៉ែថាបើម៉ែមិនសងទេណាគេនឹងសម្លាប់ម៉ែមិនខានទេបើកូនព្រមធ្វើជាប្រពន្ធហៀសុងនោះលុយដែលម៉ែចំពាក់បំណុលគេទាំងប្រមាណគឺគេមិនយកពីម៉ែទេណាមួយកូនក៏បានជ្រុលជាមួយគេហើយដែរតែម៉ែហាមកទៅរួចដែរបំណុលម៉ែអ្នកខ្ចីនោះគឺម៉ែដោះស្រាយខ្លួនឯងទៅរឿងដែលម៉ែធ្វើមកលើខ្ញុំចាត់ទុកថាខ្ញុំសងគុណដែលម៉ែបានបង្កើតខ្ញុំមកឲ្យស្គាល់ពិភពលោកមួយនេះចុះបានហើយម៉ែត្រឡប់ទៅវិញទៅខ្ញុំមិនចង់ឃើញមុខម៉ែទៀតទេអើយបើកូនដេញម៉ែហើយម៉ែទៅវិញសិនក៏បានធ្វើមិនបើកូនលែងត្រូវការម៉ែហើយសំទោសម៉ែខ្ញុំមិនអាចចាត់ចង់ចំពោះម៉ែទៀតបានទេសួស្ដីអ្នកនាងធីតាចាជម្រាបសួរអ្នកនាងវជ្រាអ្នកនាងមានការអីមែនទេខ្ញុំមានរឿងចង់និយាយជាមួយនាងអ្នកនាងមានរឿងអីក៏និយាយមកចុះខ្ញុំដឹងថានាងនិងបងវិបុលមានទំនាក់ទំនងល្អជាមួយគ្នាខ្ញុំមើលដឹងតែខ្ញុំសូមឲ្យនាងនៅឲ្យឆ្ងាយពីបងវិបុលទៅព្រោះរវាងនាងនិងបងវិបុលមិនស័ក្តិសមគ្នាឡើយបងវិបុលត្រូវតែរៀបការជាមួយនឹងខ្ញុំតាមអ្វីដែលចាស់បាននិយាយគ្នាគ្រួសារពួកយើងសាសនាគ្នាណាស់ក្រុមហ៊ុនដែលនាងកំពុងធ្វើការរាល់ថ្ងៃនេះបើមិនមានការជួយពីលោកប៉ារបស់ខ្ញុំទេក៏មិនបានបើកដល់ថ្ងៃនេះដែរអញ្ចឹងសង្ឃឹមថានាងនឹងយល់រវាងនាងនិងខ្ញុំម្នាក់ណាស័ក្តិសមជាងជាមួយបងវិបុលមិនអីទេអ្នកនាងវិចារសប្បាយចិត្តចុះរវាងខ្ញុំនិងលោកប្រធានមិនមានអ្វីលើពីការងារឡើយបើអញ្ចឹងល្អហើយសង្ឃឹមថានាងធ្វើបានដូចមាត់នាងនិយាយចុះខ្ញុំលែងជាមនុស្សបរិសុទ្ធទៀតហើយអញ្ចឹងខ្ញុំមិនឲ្យលោកវិបុលមកខូចអនាគតជាមួយខ្ញុំទេ
ណាគេនឹង បងហៀសុងជាម្ចាស់បំណុលរបស់ម្ដាយអូននោះអីឥឡូវនេះម្ដាយអូនកំពុងតែនៅជាមួយបងកុំភ័យបងមិនទាន់ធ្វើអីឯណាតែបើអូនធីតានៅតែរឹងរូសជាមួយនឹងបងក៏មិនហ៊ានធានាដែរដំបូងបងគិតថាចង់យកលុយវិញដែរតែបងបដូរចិត្តវិញហើយគឺបងចង់បានអូនធ្វើជាប្រពន្ធបងច្រើនជាង នេះឯង ឥឡូវនេះជ្រើសរើសទៅរវាងមិនព្រមយកបងធ្វើជាប្តីជាមួយនឹងការព្រមយកបងធ្វើជាប្តីហើយបានជួយជីវិតម្ដាយនិងដេកចាយលុយសុខស្រួលតើអូនជ្រើសរើសយកមួយណា ព្រមជាមួយហៀសុំទៅកូនអូខេសំណប់ចិត្តតាមស្រួលអញ្ចឹងមកវាគួរឲ្យស្រឡាញ់តិច ម៉ែខ្ញុំព្រមធ្វើជាប្រពន្ធទេអ្វីនឹងល្អប្រសើរចំណែករវាងខ្ញុំនិងលោកវិបុលក៏ឆាប់ម៉ែក៏មានសុខភាពខ្ញុំគ្មានជំរឿនទេទោះបីដល់ផ្លូវនេះបើមិនមានក្តីសុខសម្រាប់ខ្ញុំក៏ដោយក៏មិនអីដែរឲ្យតែមនុស្សដែលខ្ញុំស្រឡាញ់មានក្តីសុខខ្ញុំសប្បាយចិត្តណាស់ហើយក ុំមកចេះសួរនាំអីចាំណាអូនឯងត្រឹមជាប្រពន្ធ ខ្ញុំជាប្រពន្ធណាមិនជាកបៃទេធ្វើឲ្យ បើបាយក្រៅវាឆ្ងាញ់ជាងបាយផ្ទះខ្ញុំទៅរកបាយក្រៅជាងយើងប្រាប់នឹងឯងណាកុំមកសំដីឆ្លោះជាមួយយើងសោះ ធីតាជួយម៉ែផងកូនជួយម៉ែផងអើយម៉ែចាំមិនហើយ អូមកហើយហ៎នេះបានន័យថាអូនព្រមធ្វើជាប្រពន្ធបងហើយមែនទេ ខ្ញុំព្រមប៉ុន្តែខ្ញុំមានលក្ខខណ្ឌ មានលក្ខខណ្ឌអីឆាប់និយាយមក លោកត្រូវដោះលែងម្ដាយខ្ញុំហើយបំណុលដែលម្ដាយខ្ញុំជំពាក់ទាំងប៉ុន្មានត្រូវរួចគ្នាឲ្យអស់មិនជំពាក់អ្វីទៀតឡើយ លក្ខខណ្ឌងាយបែបនេះគ្មានបញ្ហាទេព្រោះយ៉ាងណាបន្តិចទៀតម្ដាយអូនក៏ដូចជាម្ដាយរបស់បងដែរនឹងមិនអញ្ចឹងហី ពូអដែងឆាប់ស្រែកចំណងម្ដាយក្មេកយើងទៅបានហៀម៉ែមិនជឿត្រង់ណាឬអត់ម៉ែមិនអីទេកូនតោះត្រឡប់ទៅផ្ទះយើងវិញណាម៉ែ កុំភ្លេចអ្វីដែលបានព្រមព្រៀងគ្នាណាអូនធីតា យើងមិនភ្លេចទេ ក្រោយពេលព្រមព្រៀងជាមួយហៀសុំរួចធីតាក៏បានមកក្រុមហ៊ុនដើម្បីដាក់ច្បាប់លាឈប់ពីការងារព្រោះពិបាកមើលមុខគ្នាជាមួយនឹងវិបុលពេក ជម្រាបសួរលោកប្រធាន បាទសួស្ដីនេះនាងមកធ្វើការមែន ខ្ញុំមកជម្រាបលោកប្រធានថាខ្ញុំដាក់ពាក្យលាឈប់ហើយ ហាថាម៉េចការងារពិបាកមែនទេឬមួយក៏ខ្ញុំប្រើការងារនាងច្រើនពេកហេតុអីបានជាសុកចង់លាឈប់ភ្លាមបែបនេះ មិនមែនមកពីការងារឬលោកប្រធានដាក់ការងារខ្ញុំច្រើនអីទេមូលហេតុដែលខ្ញុំចង់ឈប់គឺមកពីខ្ញុំមានបញ្ហាផ្ទាល់ខ្លួនសង្ឃឹមថាលោកប្រធាននឹងយល់ ខ្ញុំមិនយល់ទេនេះធីតាខឹងនឹងខ្ញុំរឿងអីរឿងខ្ញុំជាមួយវិចារាមែនទេឆាប់ឆ្លើយប្រាប់ខ្ញុំមក នេះបងវិបុលមិនទាន់ដឹងរឿងទៀតអី ដឹងរឿងអីទៅ គឺរឿងដែលអ្នកនាងធីតាលេខារបស់បងจะរៀបការជាមួយហេសុងមេបានលបែងនោះអីអញ្ចឹងហើយតែបានជាអ្នកនាងធីតាមកដាក់ពាក្យលាឈប់ដើម្បីត្រៀមខ្លួនធ្វើជាកូនកំមុំហើយណាមួយអ្នកនាងធីតាប្រហែលជាហត់លែងចង់ធ្វើការងាររកលុយចាយដល់ខ្លួនឯងហើយចង់ដេកស៊ីចាយលុយប្តីវិញហើយមើលទៅព្រោះអីហេសុងនោះណាល្បីថាមានលុយច្រើនណាស់ដែលបានមកពីការបើកបន់លបែងខុសច្បាប់អញ្ចឹងទោះបីជាអ្នកនាងធីតាមិនធ្វើការរកលុយក៏មិនដាច់ពោះស្លាប់ដែរខ្ញុំនិយាយនេះត្រូវអត់អ្នកនាងធីតា នេះពិតដូចវិចារានិយាយដែរទេអ្នកនាងត្រូវរៀបការជាមួយហៀសុងនោះពិតមែនណា ចាអ្វីដែលអ្នកនាងវិចារានិយាយទាំងប្រមាណគឺគ្រប់ម៉ាត់ត្រូវទាំងអស់ខ្ញុំពិតជារៀបការជាមួយហេសុងពិតមែន ហេតុអីក៏ត្រូវរៀបការជាមួយហៀសុងនោះក្រែងអ្នកនាងក៏ដឹងថាវានោះជាប្រុសមិនល្អតាក់ទងស្រីមិនរើសមុខទេហេតុអីក៏នៅតែព្រមរៀបការជាមួយនឹងវាទៀត គឺខ្ញុំមានហេតុផលរបស់ខ្ញុំណែបងវិបុលទោះបីហេសុងនោះជាប្រុសខូចខាតពិតមែនប៉ុន្តែគេនោះជាអ្នកមានណាបងបើតាមខ្ញុំស្មានអ្នកនាងធីតាប្រហែលជាមិនខ្វល់ថាមនុស្សម្នាក់នឹងខិតខូចយ៉ាងណាទេសំខាន់ឲ្យតែមានលុយឲ្យខ្លួនចាយស្រួលគឺអ្នកនាងធីតាយកហើយតើមែនទេអ្នកនាងធីតាចាពិតមែនអ្នកក្រដូចខ្ញុំប្រហែលជាយកលុយជាធំហើយមិនខុសទេមនុស្សខ្ញុំស្រឡាញ់លុយអាចទិញអ្វីៗបានគ្រប់យ៉ាងសម្រាប់ខ្ញុំ អូមិននឹកស្មានសោះថាអ្នកនាងធីតាជាមនុស្សស្រីបែបនឹងសោះអញ្ចឹងខ្ញុំទៅវិញសិនហើយជម្រាបលាលោកប្រធានឃើញទេបងវិបុលលេខាសំណប់ចិត្តបងដែលបងគិតថាជាមនុស្សស្រីល្អពេលនេះចេញកន្ទុយមកហើយពិតជាអាក្រក់ណាស់ បើអស់អីហើយវិចារាទៅវិញសិនទៅបងចង់នៅម្នាក់ឯង នេះបង
ហើយអូខេវិចារទៅវិញសិនក៏បានចាំមើលណាបើខ្ញុំបានធ្វើជាប្រពន្ធបងពេលណាខ្ញុំមិនឲ្យបងដេញខ្ញុំដូចឆ្កែដូចឆ្មាអញ្ចឹងទៀតទេពិតជាគួរឲ្យខឹងមែនហុយ នេះស្នេហារវាងអ្នកនាងនិងខ្ញុំមិនអាចកាត់ឡើងបានពិតមែនណាហេតុអីក៏ក្នុងខ្ញុំឈឺយ៉ាងនេះ3 ខែក្រោយមកក្រោយធីតារៀបការជាមួយហេសុងរួចមកជីវិតរបស់នាងដំបងប្រៀបដូចជាព្រះនាងអញ្ចឹងតែយូរទៅក៏ប្រែប្រួលធ្វើបាច់តែមានទ្រព្យសម្បត្តិហូរហៀក៏ដោយក៏នាងគ្មានក្តីសុខដែរហេសុងធ្វើបាបនាងទាំងផ្លូវកាយនិងផ្លូវចិត្តគេតែងតែលួចលាក់មានស្រីនេះខាងក្រៅនិងវាយធ្វើបាបធីតាសឹងរាល់ថ្ងៃយកមិញបងទៅណាហេតុអីថ្មនេះទៅមកដល់ផ្ទះខ្ញុំទៅណាស្រេចតែខ្ញុំក៏មិនចេះសួរនាំអីចាំណាអូនអញត្រឹមជាប្រពន្ធទេមិនមែនម៉ែបងទេណាមកពេលខ្ញុំជាប្រពន្ធនឹងហើយបានជាខ្ញុំត្រូវសួរនាំបងទៅណាក៏តែប្រាប់ខ្ញុំឲ្យដឹងដែរដើម្បីកុំឲ្យខ្ញុំបារម្ភពីបងបានហើយមិនបាច់សួរនាំអីទេបើមិនឃើញខ្ញុំមកផ្ទះបានន័យថាខ្ញុំរវល់ការងារនៅខាងក្រៅហើយប៉ុណ្ណឹងសោះក៏មិនឆ្លាតដែររវល់ការងារនៅក្រៅអូខេអបស្រីនៅខាងក្រៅនឹងមែនហើយបើខ្ញុំមានស្រីខាងក្រៅទៅវាយ៉ាងម៉េចខ្ញុំធ្វើការងារហត់អញ្ចឹងគ្រាន់តែទៅរកស្រីខាងក្រៅឲ្យសบายប៉ុណ្ណឹងវាខុសដែរមែនទេហ៎នាងកុំភ្លេចណាថារាល់ថ្ងៃនេះនាងនិងម្ដាយនាងរស់នៅក្នុងផ្ទះនេះសុខស្រួលក៏ដោយសារតែលុយរបស់ខ្ញុំរកដែរអញ្ចឹងគ្រាន់តែដេកផ្ទះចាយលុយឲ្យស្រួលទៅវាពិបាកខ្លាំងមែនចាំបាច់ឲ្យមកខ្វល់ពីរឿងខ្ញុំមានស្រីមានញីនៅខាងក្រៅធ្វើអីហ៎ខ្ញុំជាប្រពន្ធណាមិនជាកបីទេធ្វើអ្វីឲ្យចេះក្រែងចាក់ខ្ញុំឲ្យតម្លៃខ្ញុំជាប្រពន្ធផងខ្ញុំចឹងតាំងពីដើមមកហើយពេលដែលចង់សบายខ្ញុំទៅរកស្រីខាងក្រៅអញ្ចឹងឯងបើមិនពេញចិត្តក៏មិនដឹងធ្វើយ៉ាងម៉េចដែរបើបាយក្រៅវាឆ្ងាញ់ជាងបាយផ្ទះខ្ញុំទៅរកបាយក្រៅជារឿងធម្មតាទេបើអញ្ចឹងបងចង់ខ្ញុំមកធ្វើជាប្រពន្ធធ្វើអីណែនេះនាងភ្លេចហើយមែនទេគ្រប់យ៉ាងមកពីម្ដាយនាងតាដែលជំពាក់លុយខ្ញុំហើយសុំឲ្យខ្ញុំកាត់កងជាមួយនាងជំនួសនាងចាំផងទៅថានាងគ្រាន់តែជាហ្គេមកំសាន្តអារម្មណ៍របស់ខ្ញុំទេកុំខ្លាំងដៃពេកថោកទាបណាស់នេះនាងឯងហ៊ានជេរខ្ញុំផងហ៎នេះលោកហ៊ានតែកំពាកខ្ញុំផងហ៎យើងប្រាប់នាងឯងណាកុំមកសម្ដីឆ្លោះជាមួយយើងឲ្យសោះកុំឲ្យយើងទ្រាំលេខបានណាអ្នកកូនប្រសាអើយប៉ុណ្ណឹងបានហើយចាំម៉ែបដៅកូនម៉ែកុំឲ្យវាទៅអញញ៉ាជាមួយរឿងកូនប្រសាទៀតណាតែឥឡូវកូនប្រសាលេខធីតាសិនទៅហ៎កុំឲ្យមានលើកក្រោយទៀតប្រយ័ត្នខ្ញុំទ្រាំលេខបានយើងនឹងដេញចេញពីផ្ទះនេះមិនឲ្យនៅទាំងម្ដាយទាំងកូនទៅចាកូនប្រសាណែនេះឯងវាកើតស្អីឯងណានាងធីតាបានទៅរករឿងកូនប្រសាអញ្ចឹងណានេះប្តីខ្ញុំមានស្រីណាម៉ែមិនគិតឲ្យខ្ញុំសួរនាំប្តីខ្លះទេអើយមនុស្សប្រុសណាមានស្រីជារឿងធម្មតាទេទោះបីគេមានស្រីខាងក្រៅក៏គេមិនចោលប្រពន្ធគេដែរនាងឯងប្រយ័ត្នបន្តិចទៅរករឿងគេពេកណាប្រយ័ត្នគេដេញក្បាលនាងឯងទៅពីអ្នកម៉ែកូនចេញពីផ្ទះទៅលែងឲ្យមានដេកស៊ីស្រួលទៅខ្ញុំមិនខ្វល់ទេខ្ញុំក៏មិនចង់រស់នៅជីវិតបែបនេះទៀតដែរជីវិតខ្ញុំសប្តាហ៍ថ្ងៃដូចថ្ងៃនៅរស់ទាំងរស់អញ្ចឹងខ្ញុំមិនដែលមានក្តីសុខមួយថ្ងៃណាទេនេះកូនប្រសាវាយឯងឡើងឡាប់ខួរហើយមែនទេហ៎តំណុំខ្ពស់មិនចង់ទុំទេឯងនេះពិតជាគ្មានកំណត់មែនត្រូវហើយខ្ញុំនេះវាគ្មានកំណត់សុកចិត្តយកអនាគតខ្លួនឯងបំផ្លាញចឹងគ្រាន់តែមើលទៅអ្នកនាងធីតាក៏ដឹងដែរថាសុកប៉ុណ្ណាហើយទឹកមុខស្រស់ថ្លាបែបនេះប្រហែលជាហៀសុងចិញ្ចឹមបានដឹកតែនេះខ្ញុំជាប្រពន្ធណាហេតុអីលោកនាំស្រីផ្សេងមកផ្ទះកដាលជប់ប្រលប់រំលងក្បាលខ្ញុំបែបបាយផ្ទះមិនឆ្ងាញ់ទៅគេទៅរកបាយក្រៅអញ្ចឹងហើយមែនទេហ៊ីនាងចាំផងទៅថានាងគ្រាន់តែជាហ្គេមកំសាន្តអារម្មណ៍របស់ខ្ញុំទេកុំខ្លាំងដៃពេកថោកទាបណាស់នេះនាងឯងហ៊ានជេរខ្ញុំផងហ៎នេះលោកហ៊ានតែកំភ្លាញខ្ញុំផងហ៎យើងប្រាប់នាងឯងណាកុំមកសម្ដីឆ្លោះជាមួយយើងឲ្យសោះកុំឲ្យយើងទ្រាំលេខបានណាអ្នកកូនប្រសាអើយប៉ុណ្ណឹងបានហើយចាំម៉ែបដៅកូនម៉ែកុំឲ្យវាទៅអញញ៉ាជាមួយរឿងកូនប្រសាទៀតណាតែឥឡូវកូនប្រសាលេខធីតាសិនទៅហ៎កុំឲ្យមានលើកក្រោយទៀតប្រយ័ត្នខ្ញុំទ្រាំលេខបានយើងនឹងដេញចេញពីផ្ទះនេះមិនឲ្យនៅទាំងម្ដាយទាំងកូនទៅចាកូនប្រសាណែនេះឯងវាកើតស្អីឯងណានាងធីតាបានទៅរករឿងកូនប្រសាអញ្ចឹងណានេះប្តីខ្ញុំមានស្រីណាម៉ែមិនគិតឲ្យខ្ញុំសួរនាំប្តីខ្លះទេអើយមនុស្សប្រុសណាមានស្រីជារឿងធម្មតាទេទោះបីគេមានស្រីខាងក្រៅក៏គេមិនចោលប្រពន្ធគេដែរ
នាងឯងប្រយ័ត្នបន្តិចទៅរករឿងគេពេកណាប្រយ័ត្នគេដេញក្បាលនាងឯងទៅពីអ្នកម៉ែកូនចេញពីផ្ទះទៅលែងឲ្យមានដេកស៊ីស្រួលទៅខ្ញុំមិនខ្វល់ទេខ្ញុំក៏មិនចង់រស់នៅជីវិតបែបនេះទៀតដែរជីវិតខ្ញុំសពថ្ងៃដូចធ្លាក់នៅរស់ទាំងរស់អញ្ចឹងខ្ញុំមិនដែលមានក្តីសុខមួយថ្ងៃណាទេនេះកូនប្រសាវាយឯងឡើងឡប់ខួរហើយមែនទេហ៎តំណុំខ្ពស់មិនចង់ទុំទេឯងនេះពិតជាគ្មានកំណើតមែនត្រូវហើយខ្ញុំនេះវាគ្មានកំណើតសុកចិត្តយកអនាគតខ្លួនឯងបំផ្លាញចោលដោយសារតែបំណុលរបស់ម៉ែម្ដងជាពីរដងគិតសពទៅខ្ញុំពិតជាអាត្មានិយមជាមួយពុកណាស់ដែលយកការខំប្រឹងប្រែងតស៊ូរបស់គាត់ដែលបានផ្ដល់ឲ្យខ្ញុំមកបំផ្លាញចោលបែបនេះអើយមួយម៉ាត់ណាកពុកឯងពីរម៉ាត់ណាកពុកឯងយើងនេះណាជាម៉ែឯងមិនល្អអញ្ចឹងហើយបានជាកូនវាមិនដាននឹកគុណខ្ញុំពិតជាហត់នឹងជីវិតមួយនេះណាពុកខ្ញុំទៅមកលេងរួចហើយពុកមកយកខ្ញុំទៅជាមួយផងណាពុកម៉ែសួស្តីអ្នកនាងធីតានាងពិតជាចៃដន្យណាស់ចាសួស្តីអ្នកនាងវិជ្រានិងលោកវិបុលមិនគិតថាបានជួបអ្នកទាំងពីរនៅទីនេះសោះបាទសួស្តីខានជួបគ្នាយូរធីតាសុខសប្បាយទេចាគឺបងវិបុលចេះសួរទៅកើតគ្រាន់តែមើលទៅអ្នកនាងធីតាក៏ដឹងដែរថាសុខប៉ុណ្ណាហើយទឹកមុខស្រស់ថ្លាបែបនេះប្រហែលជាហៀសុងចិញ្ចឹមបានដិតដល់ហើយមើលទៅបើមិនអញ្ចឹងមិនមែនអ្នកនាងធីតាដើរ shopping ទិញរបស់ថ្លៃថ្លៃតែកន្លងមកអ្នកនាងធីតាមិនដែលមានអញ្ចឹងទេមែនអត់អ្នកនាងធីតាអូយខ្ញុំគួរតែហៅថាអ្នកស្រីធីតាវិញបានត្រូវមែនទេអ្នកស្រីធីតាចាសុខធម្មតាទេអរគុណលោកវិបុលណាស់ដែលបានសួរសុខទុក្ខអ្នកនាងវិជ្រាហើយខ្ញុំបែបណាក៏បានក៏ខ្ញុំនៅតែធីតាដូចមុនដដែលខ្ញុំមិនដែលភ្លេចកំណត់ខ្លួនឯងទេហើយការដែលខ្ញុំមក shopping ទិញរបស់ថ្លៃៗនេះគឺមនុស្សមានលុយត្រូវតែចាយខ្លាំងចឹងហើយធ្វើម៉េចបើប្តីខ្ញុំមានលុយឲ្យចាយបើធីតាសុខគឺល្អហើយខ្ញុំក៏សប្បាយចិត្តដែរនេះលោកនៅមិនទាន់ភ្លេចខ្ញុំទៀតមែនទេតោះបងវិបុលពួកយើងទៅមើលកាបូបខាងនោះវិញវិជ្រាចង់បានអាមួយនោះណាអញ្ចឹងខ្ញុំលាធីតាហើយចាជម្រាបលាតាមពិតជីវិតខ្ញុំមិនសុខទេខ្ញុំពិតជាចង់ឲ្យតែឯងប្រាប់លោកនោះណាថាខ្ញុំហត់ដូចប៉ុណ្ណាតែខ្ញុំមិនអាចធ្វើបានត្រឹមតែធ្វើជានារីរឹងមាំសម្បកក្រៅឲ្យលោកឃើញប៉ុណ្ណោះហីប្រយ័ត្នដួលដើរមួយហៀដឹងហើយហៀមានស្រីឯណានេះលោកនាំអ្នកណាមកផ្ទះស្រីម្នាក់នេះជាអ្នកណាក៏មកចេះផ្ទះនេះជារបស់ខ្ញុំអញ្ចឹងខ្ញុំចង់នាំអ្នកណាមកផ្ទះវាជារឿងរបស់ខ្ញុំទៅដេកទៅតែនេះខ្ញុំជាប្រពន្ធណាហេតុអីលោកនាំស្រីផ្សេងមកផ្ទះកដាលជប់ប្រលប់រំលងក្បាលខ្ញុំបែបនេះហើយបាយផ្ទះមិនឆ្ងាញ់ទៅគេទៅរកបាយក្រៅអញ្ចឹងហើយមែនទេហីត្រូវហើយដោះហៀងងុយគេញ៉ាយនាំហៀចូលបន្ទប់ផងឈប់សិនស្អែកនេះយើងទៅលេងលះគ្នាសិនខ្ញុំមិនអាចរស់នៅជាមួយមនុស្សដូចជាលោកបានទៀតទេហើយនៅពេលដែលលេងលះគ្នាហើយលោកចង់នាំស្រីអន់ប្រមាណអ្នកចូលផ្ទះក៏ខ្ញុំមិនខឹងដែរណែនាងកុំខឹងអីណាពើបលឹងប្រយ័ត្នមុខឆាប់ចាស់នេះប្រពន្ធហៀឯងជេរអូនណោះដឹងអត់ហៀត្រូវចាត់ការនាងនឹងឲ្យអូនមិនចឹងអូនខឹងហៀហើយបាទមិនអីទេចាំហៀចាត់ការឲ្យណាបានហើយបើនាងចង់លែងក៏លែងទៅ
គិតថាខ្ញុំនឹងចង់បានជាប្រពន្ធខ្លាំងមែនមុខក៏ចាស់គ្មានជាតិគ្មានជើស្អីទេបានហើយចង់ទៅណាក៏ទៅកុំរំខានយើងណែកុំគិតចង់លេងលះជាមួយកូនប្រសាឲ្យសោះណាអត់ទ្រាំទៅបើឯងលេងលះពេលហ្នឹងណាទ្រព្យសម្បត្តិទាំងប្រមាណឯងនឹងគ្មានបានសុំអីមួយសេនទ្រព្យសម្បត្តិនៅផ្ទះនេះមិនមែនជារបស់ខ្ញុំទេខ្ញុំមិនត្រូវការឡើយតែយើងចង់បានបើមិនចង់បានក៏នៅចាំយកចុះខ្ញុំអស់ការអត់ទ្រាំហើយខ្ញុំមិននៅក្នុងនរកនេះទៀតទេអេនាងធីតាឯងប្រុងតាណានឹងមិនលឺយើងសួរឯងទេអីមីកូនចង្រៃមួយឆ្នាំកន្លងផុតទៅក្រោយពីធីតាលែងលះជាមួយនឹងហៀសងហើយនាងក៏បានត្រឡប់មកនៅផ្ទះកំសត់របស់នាងនៅឯស្រុកវិញនាងបានចាប់ផ្ដើមជីវិតថ្មីជាមួយនឹងការបើកហាងកាហ្វេបែបស្រុកស្រែតូចមួយរបស់នាងដែលមានអ្នកស្រុកគាំទ្រជាហូរហែជីវិតនាងក៏ចាប់ផ្ដើមមានពន្លឺសាជាថ្មីម្ដងទៀតជាមួយជីវិតបែបសាមញ្ញធម្មតារបស់នាងអាឡូហាងកាហ្វេធីតាជំរាបសួរយកកាហ្វេទៅដល់គូ5កែវនិងតែជ្រូក5កែវជួយដឹកមកចុងភូមិឲ្យតិចផងអូចាបានត្រូវការកំងអីទៀតទេអត់ទេបងចាអូខេអញ្ចឹងសុំពេល20នាទីណាបានបងចាអរគុណជំរាបលា